ការក្រែងចិត្តឲ្យត្រូវមនុស្សនិងអត់ធ្មត់ឲ្យត្រូវរឿងឲ្យត្រូវពេលវេលាត្រូវកលៈទេសៈផងដែរព្រោះនៅលើលោកនេះអ្នកក៏មិនចាំបាច់ត្រូវទូរែកគ្រប់យ៉ាងតែម្នាក់ឯងនោះទេដោយសារគ្រាន់តែពាក្យមួយម៉ាត់ដែលចង់ឲ្យគេថាអ្នកគឺជាមនុស្សល្អឡើយការក្រែងចិត្តនិងភាពអត់ធ្មត់វាគឺជាវត្ថុល្អមានតម្លៃបំផុតប៉ុន្តែប្រសិនបើអ្នកយកវាមកប្រើប្រាស់ជាមួយមនុស្សខុសមនុស្សខុសកលៈទេសៈនោះវានឹងក្លាយទៅជាអាវុធមុខពីរត្រឡប់ក្លាយទៅជាបំផ្លាញខ្លួនអ្នកខ្លួនឯងទៅវិញហើយទី1ការក្រែងចិត្តឲ្យត្រូវមនុស្សព្រោះមិនមែនមនុស្សគ្រប់គ្នាដែលស័ក្តិសមត្រូវតែទទួលបាននូវការក្រែងចិត្តអំពីអ្នកឡើយដែលមនុស្សខ្លះចេះតែទទួលតែម្យ៉ាងប៉ុណ្ណោះដែលមិនធ្លាប់មានចំណឹកនឹកដឹងគុណតបវិញសូម្បីតែទឹកចិត្តដែលជាប្រភេទមនុស្សសម្លឹងមើលមកអ្នកឃើញតែផលប្រយោជន៍មនុស្សបែបនេះគឺជៀសចេញកាត់ចោលឲ្យឆ្ងាយមិនចាំបាច់ត្រូវក្រែងចិត្តដោយសារតែពាក្យសាច់ញាតិឡើយចូលក្រែងចិត្តចំពោះបុគ្គលអ្នកដែលគេគោរពផ្ដល់តម្លៃឲ្យនៅទឹកចិត្តរបស់អ្នកបានហើយទី2ការអត់ធ្មត់ឲ្យត្រូវរឿងចូលកុំអត់ធ្មត់ចំពោះរឿងសម្ព័ន្ធភាពទំនាក់ទំនងឬហេតុការណ៍ណាមួយដែលធ្វើឲ្យប៉ះពាល់នៅសតិអារម្មណ៍ឬផ្លូវចិត្តរបស់អ្នកឡើយចូលត្រូវចេះវែកញែកបែងចែកនូវភាពអត់ធ្មត់ចំពោះនៅរឿងដែលមានគុណតម្លៃគ្រប់គ្រាន់ជាមួយនឹងភាពអត់ធ្មត់ដូចជាការរៀនសូត្រការអភិវឌ្ឍខ្លួនឯងឬការកសាងអនាគតដែលល្អចូលអត់ធ្មត់ជាមួយនឹងរឿងដែលមានអត្ថន័យខ្លឹមសារមិនមែនរឿងដែលអត់តម្លៃសោះសូន្យទទេនោះទេទី3ចូលកុំឲ្យគេកេងចំណេញកេងប្រវ័ញ្ចយកប្រៀបលើអ្នកឡើយដោយសារតែអ្នកគឺជាមនុស្សល្អព្រោះការចិត្តល្អការដែលមានទឹកចិត្តរបស់អ្នកនឹងដែលមានមនុស្សខ្លះដែលគ្មានបេះដូងថ្លើមប្រមាត់គេនឹងឆ្លៀតឱកាសកេងប្រវ័ញ្ចកេងចំណេញទៅលើអ្នកបានគ្រប់ពេលវេលាព្រោះមនុស្សដែលគោរពផ្ដល់តម្លៃឲ្យដល់អ្នកគេនឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាការដែលអ្នកបានជួយសង្គ្រោះជួយឧបត្ថម្ភផ្ដល់ឲ្យរបស់អ្នកទៅកាន់គេនឹងវាគឺជាបន្ទុកឡើយដូច្នេះហើយចូលកុំខ្លាចក្នុងការបដិសេធនិយាយថាទេព្រោះការបដិសេធថាទេគឺជាការការពារខ្លួនអ្នកខ្លួនឯងមិនមែនជាការគ្មានសន្តានចិត្តឡើយទី4ចូលប្រើប្រាស់ជីវិតដែលអ្នកខ្លួនឯងដោយមានមោទនភាពកុំទៅរិះគន់តិទៀនច្រណែនឈ្នានេះគេអ្នកដទៃណាឡើយព្រោះការរិះគន់តិទៀនគេនឹងវាមិនដែលធ្វើឲ្យអ្នកណាមានភាពរីកចម្រើនឡើយហើយបើគេរិះគន់និយាយអកុសលអំពីអ្នកបណ្ដោយឲ្យតាមតែគេទៅព្រោះអ្នកគ្មានតួនាទីអ្វីសោះឡើយដែលត្រូវទៅពិសោធន៍ឬនិយាយតតាំងជាមួយមនុស្សដែលមានភាពអគតិចំពោះអ្នកចូលដើរទៅមុខប្រកបដោយបេះដូងចិត្តគំនិតស្ងប់ស្ងៀមរឹងមាំជាមួយនឹងជីវិតរបស់ខ្លួនឯងផ្ទាល់ខ្លួនទី5ជ្រើសរើសនៅភាពស្ងប់ស្ងៀមហើយនិយាយឲ្យត្រូវពេលត្រូវវេលាព្រោះការដែលនិយាយច្រើនដែលមិនត្រូវពេលត្រូវវេលាគឺអាចធ្វើឲ្យអ្នកចាញ់ប្រៀបគេនៅពេលខ្លះការដែលនៅស្ងៀមគឺជាការឆ្លើយតបដ៏ល្អជាងការតបតវ៉ាដូច្នេះហើយចូលចងចាំហើយយល់ដឹងទុកជាកតេអប់រំចិត្តនៅពេលណាដែលគួរត្រូវនិយាយនិងពេលណាដែលត្រូវតែនៅស្ងៀមហើយពេលវេលាណាដែលគួរតែដើរចេញព្រោះជីវិតរបស់យើងមានតម្លៃណាស់ចូលកុំឲ្យគេអ្នកដទៃណាមកគ្រប់គ្រងលួចយកនៅសេចក្តីសុខសន្តិភាពផ្លូវកាយផ្លូវចិត្តរបស់អ្នកបានឡើយ